ថតគ្រោះថ្នាក់ដល់រន្ធត់ស្លាប់បាត់បង់ជីវិតមនុស្សដល់ទៅ2នាក់ក្នុងការបើកបរម៉ូតូធំវ៉ាជេងបាទក៏បានបុកជាមួយនឹងរថយន្តដឹកដីមួយគ្រឿងបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតនៅកន្លែងស្ថិតនៅតាមបណ្ដាផ្លូវ60ម៉ែត្រតែម្ដងបាទចំពោះថ្លើមសាច់បាល់គឺបែកខ្ទេចឆែកពេញផ្លូវតែម្ដងប្រិមជនអត់លឺស្រែកលឺស្រែកលឺសូទេតែមកផឹងមកទេផឹងចាឆឹងស្ងាត់ឆឹងតែចាឆឹងមកហូតទៅទាំងមកឈប់បាន2 3នាក់ទៅនឹងមកតែគេជួយដែរអង្គពេលឃើញហេតុការណ៍តែជួយគ្នាឡានគេទៅវឹកស្រែកយ៉ាងណាក៏គេឈប់ដែរឈប់ទេបើពេលអង្គឃើញទស្សនវិជ្ជាបែបហ្នឹងអង្គមិនចង់ជួយដែរតែជួយមិនជួយមិនវិញបើខ្ទេចវល់អស់ខ្ទេចវល់អស់ជួយមិនវិញលឺទូខូនលឺសលេងដូចរបៀបមិនបងលឺសូដូចចង់និយាយថាដូចយើងគេហៅថាដូចទូដូចធំកានភឹងចាពេលនោះឲ្យបងគេងបងចាគាត់គេងលក់តែខ្ញុំទៅចេញពីធ្វើការមកឡានដឹកដីបងចាឡានដឹកដីតែពេលខ្ញុំចេញមកម៉ូតូនឹងដួលហើយមនុស្សស្លាប់ហើយឡានដឹកដីចេញទៅយ៉ាងឡានដឹកដីបើករត់ទៅចាអូបាទប្រិវត្តទូជនតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានរាយការណ៍មកថារថយន្តបានបើកចូលក្នុងផ្លូវនេះបាទឥឡូវបន្ទាប់ពីចេញពីកន្លែងកើតហេតុគាត់បានមកបាទបន្លំភ្នែកបើករថយន្តចូលមកផ្លូវក្នុងបានតយបានរថយន្តចាក់ខ្សាច់ពាក់កណ្ដាលទុកពាក់កណ្ដាលទុករថយន្តតែម្ដងឥឡូវសមាជិកកំពុងធ្វើការពិនិត្យឲ្យប្រិមជនបាទហើយខាងក្រោយរថយន្តសុទ្ធតែឈាមតែម្ដងហើយករណីនេះយើងមិនទាន់ដឹងថាខាងណាខុសខាងណាត្រូវទេបាទក៏ប៉ុន្តែរថយន្តបើកចេញពីទីតាំងកន្លែងកើតហេតុបន្ទាប់ពីមានមនុស្សស្លាប់2នាក់នៅលើដងផ្លូវប្រិមជននេះសុទ្ធតែឈាមតែម្ដងបាទក្នុងរថយន្តខាងក្រោយរថយន្តខាងក្រោយគូរថយន្តហ្នឹងបាទហើយគាត់ធ្វើការបើកមកតយខ្សាច់បាទតយខ្សាច់ចាក់បន្លំប្រភពពីប្រជាពលរដ្ឋដែលគាត់បាទសម្រាប់នៅក្បែរចំណុចទីតាំងឲ្យកន្លែងកើតហេតុគឺលឺស្នូដោយគ្រាប់បែកតែម្ដងបាទលន់ដូចផ្ទុះគ្រាប់បែកគាត់បានលឺនៅពេលដែលកើតហេតុភ្លាមប្រិមិត្តទស្សនគឺយុវជន2នាក់បើកបរម៉ូតូធំក្នុងលបឿនលឿនបាទបុកជាមួយនឹងរថយន្តធំដឹកដីពីក្រោយបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតទាំងពីរតែម្ដងហើយហេតុការណ៍នេះគឺព្រួយរន្ធត់ខ្លាំងមែនទែនដោយខួរក្បាលដោយក្បាលខ្លួនដោយខ្លួនបាទថ្លើមហោះចេញមកខាងក្រៅតែម្ដងបែកសាច់ពេញផ្លូវតែម្ដងប្រិមជនហើយទស្សនវិជ្ជាមួយនេះគឺរន្ធត់មែនទែនបាទចំពោះករណីមួយនេះយើងមិនទាន់ដឹងថាករណីក្នុងការបើកបរក្នុងលបឿនកម្រិតណានោះទេប្រិមជនដោយឃើញហេតុការណ៍នេះគឺរន្ធត់មែនទែនបាទខ្ញុំមើលអត់ទៅច្បាស់មកផាំងមកនឹងខ្ញុំទៅស្លុតអស់លេងទៅឃើញផ្លៅបេះដូងប្រមាថហោះចេញនឹងហោះទាំងអស់ចេញលន់ខ្លាំងលន់ខ្លាំងលន់ផាំងអូនលន់ខ្លាំងបន្ទាប់ពីកាត់ហេតុរថយន្តក៏បានបន្តទៅមុខទៀតអត់ទៅមុខទៀតទៅមកពូកង់3គាត់តាមពីក្រោយគាត់តាមពីក្រោយរហូតទៅកង់ឡានចុះរត់បាត់ទៅនៅឡានកង់ឡានយកខ្លងចោលនៅខាងមុខហ្នឹងឡានហ្នឹងថាទៅហ្នឹងនេះគេអាប្រេងនេះឡានទឹកដីនេះឡានទឹកដីនេះបងហ្នឹងហើយឡានបន្ទាប់ពីបើកចេញពីទីតាំងកន្លែងកាត់ហេតុគាត់បានមកសង្ងំពួនលាក់ខ្លួននៅចំណុចទីតាំងកន្លែងចាក់ខ្សាច់មួយកន្លែងហើយគាត់បានធ្វើការតយរថយន្តបាទតយរថយន្តបន្លំភ្នែកសមត្ថកិច្ចបាទដើម្បីឲ្យបាត់ដានបាទគឺចាក់ខ្សាច់បិទគូរថយន្តតែម្ដងតែចំណែកជាក់ស្ដែងគូរថយន្តឡានដឹកដីបែបនេះគឺសុទ្ធតែឈាមនិងកតិចសាច់តែម្ដងហើយនេះគឺជាស្រោមជើងតកង់រថយន្តបានធ្វើការដោះឲ្យរត់ចោលតែប្រិមត្តជនហើយតកង់រថយន្តបាទគាត់ទុកនៅនឹងតែម្ដងជាប់នឹងរថយន្តនឹងតែម្ដងបាទហើយពងសម្ាំងរថយន្តគឺនៅក្តៅតែម្ដងអើយពីដំបូងគាត់ជិះមកស្របមួយឡានអញ្ចឹងបងទៅនឹងមួយឡានអញ្ចឹងហើយនឹងកង់3ហើយគាត់ជិះទៅពីក្រោយកង់3ដល់ពេលពួកកង់3ហ្នឹងគឺលើសលេងម៉ូតូគាត់ហ្នឹងបើកលឿនបើកលឿនទៅគាត់ក៏អែបស្ដាំហើយគាត់ក៏វ៉ាកង់3ហ្នឹងទៅប៉ះគេពីក្រោយហ្មងប៉ះឡានពីក្រោយចាបុកឡានពីក្រោយហ្មងលាន់ស្នូមិនអូនខ្លាំងលាន់ខ្លាំងហ្មងដូរខ្លាំងហ្មងណាចាគាត់ជិះលឿនហ្មងលឿនខ្លាំងម៉ូតូលឿនហ្មងបាទម៉ូតូធំចាបើលើស្លាប់ទាំង2នាក់តែម្ដងស្លាប់ទាំង2នាក់បងអញ្ចឹងពេលបុកភ្លាមគឺអត់មាននៅដង្ហើមអត់មាននៅដង្ហើមអីទេបងបុកភ្លាមគឺគាត់ទៅភ្លាមទៅស្លាប់ទាំង2តែម្ដងអរគុណច្រើនមកដល់ពេលនេះគឺមិនទាន់បាទស្គាល់អត្តសញ្ញាណអ្នកដែលបានស្លាប់បាត់បង់ជីវិត2នាក់ទេប្រិមជនដោយម៉ោង1:56នាទីហើយគឺអត្តសញ្ញាណមិនទាន់បានផ្សព្វផ្សាយទៅរកសាច់ញាតិបាននោះទេសូមពុកម៉ែបងប្អូនសូមជួយធ្វើការ share និងចែករំលែកព័ត៌មាននឹងម្នាក់មួយផងដើម្បីឲ្យដឹងទៅដល់ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតដល់ទៅ2នាក់នេះប្រិមិត្តបន្ទាប់ពីបាទស្ងាត់មួយរយៈនៅតាមម្ដាលផ្លូវវិថីបាទ60ម៉ែត្រថតបាទហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវ60ម៉ែត្របាទបានដាក់រនាំងការពារឲ្យបែរជាមានរថយន្តបាទអាផាតតូយតាមួយគ្រឿងបាទបានបើកក្នុងបុកបរះបលីអូសច្រើនម៉ែត្រមកដល់ចំណុចមុខកន្លែងកាត់ហេតុត្រូវបានកម្លាំងសមាជិកធ្វើការខាត់សួរនាំក្នុងការបាទដាក់សុំផ្លូវឲ្យហេតុអ្វីក៏គាត់បើកលឿនម្លេះនៅលើបណ្ដាផ្លូវ60ម៉ែត្រនេះប្រិមជនហើយចឹងបានចេះតែមានគ្រោះថ្នាក់បើកបរបាទមិនបានមើលគ្រប់ជ្រុងជ្រោយនៅស្ថានភាពផ្លូវផ្នែកខាងមុខដោយរថយន្តមួយគ្រឿងនេះចឹងបាទដាក់ឆ្ងាយពីសាកសពប្រហែលជា10ម៉ែត្រ
តែបាយគាត់បើកអូសតែម្ដងបាទនៅកន្លែងសុំផ្លូវចំណុចទីតាំងដែលម៉ូតូធំពីគ្រឿងបុកស្លាប់ភ្លាមៗនៅកន្លែងប្រជាជនហើយសំណពរសូមមេត្តាបើកបរមានការប្រុងប្រយ័ត្នទាំងអស់គ្នាបើកបរបាទយកចិត្តទុកដាក់បើកបរត្រូវតែមើលបាទឲ្យបានវែងឆ្ងាយបើកបរមិនត្រូវគិតច្រើននៅលើដងផ្លូវទេវានាំឲ្យបញ្ហាទៅដល់គ្រោះថ្នាក់ដល់អ្នកដទៃប្រជាជនសូមមេត្តាបើកបរមានការប្រុងប្រយ័ត្នទាំងអស់គ្នាចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាទើបជីវិតយើងបានគង់វង្សនិងជីវិតអ្នកដទៃនិងជីវិតនិងសេចក្តីសុខគ្រួសាររបស់យើងប្រិមិត្តបាទបន្ទាប់ពីធ្វើការឆែកឆេរខ្លួនសពគឺអត់មានអត្តសញ្ញាណសម្រាប់សម្គាល់ទេប្រិមត្តជនទូរស័ព្ទ2គ្រឿងគឺបាត់បែកទាំងពីរតែម្ដងចំពោះនៅលើដងខ្លួនគឺអត់មានអត្តសញ្ញាណបានណាមួយនោះទេមានតែពុកម៉ែបងប្អូនធ្វើការ share និងចែករំលែកដើម្បីឲ្យដឹងដល់គ្រួសារសពទុកឲ្យកម្លាំងជំនាញសមត្ថកិច្ចធ្វើការស្រាវជ្រាវនិងទំនាក់ទំនងទៅគ្រួសារសពដើម្បីឲ្យមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណីប្រិមត្ត